សួស្តីបងប្អូនឥឡូវនៅវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនអំពី tool បន្ទាប់ពី tool eraser tool ដែលមានឈ្មោះថា background eraser tool សួរថាតើ background eraser tool មានមុខងារយ៉ាងម៉េចហើយតើវាងាយស្រួលយ៉ាងណាជាង eraser tool អូខេខ្ញុំយកមកដាក់នៅលើកន្លែង icon មួយដែលមានឈ្មោះថា eraser tool ហើយខ្ញុំ right click ខ្ញុំយកវាថា background eraser បន្ទាប់មកខ្ញុំនឹងឃើញ tool background eraser ដែលមានសញ្ញាបូកមួយនៅចំកណ្ដាលតែមានលក្ខណៈខុសគ្នាពី eraser tool គឺมันមាននៅសញ្ញាបូកនៅចំកណ្ដាលទេប៉ុន្តែ background eraser គឺមានសញ្ញាបូកនៅចំកណ្ដាលអូខេសូមបញ្ជាក់ថានៅពេលដែលសញ្ញាបូកនេះ click ចំពណ៌កន្លែងណាគឺវានឹងកាត់ចោលពណ៌ហ្នឹងវានឹងស៊ីចោលនៅពណ៌ហ្នឹងអញ្ចឹងសូមបងប្អូនពិនិត្យមើលរូបភាពនេះពណ៌ដើមឈើនេះវាពណ៌សហើយមេឃនេះពណ៌ខៀវបើសិនជាខ្ញុំคลิกទៅលើមេឃពណ៌ខៀវវាប្រកាសជាដាច់តែមេឃនេះទេអូខេឥឡូវខ្ញុំចាប់ផ្ដើមคลิกហើយបន្ទាប់មកខ្ញុំអូសកាត់ទៅដល់ដើមឈើប៉ុន្តែបងប្អូនត្រូវមើលដែរពេលដែលបងប្អូនអូននេះឬ zoom មើលឃើញវាស៊ីដែរប៉ុន្តែវាស៊ីចង់ដោយនៅរូបភាពដើមឈើនេះអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនកំណត់កន្លែងនេះគឺកន្លែង tolerance បើសិនជាបងប្អូនដាក់ tolerance ខ្លាំងពេកគឺវាសឹងតែស៊ីដោយពណ៌ណាដែលផាកផែនឹងវាអូខេឥឡូវខ្ញុំបន្ថយទៅដល់ត្រឹមតែ10ហើយខ្ញុំคลิกដូចគ្នាហើយខ្ញុំអូសម្ដងទៀតអូខេនេះបងប្អូនទោះបីជាខ្ញុំអូសចំដើមឈើក៏វាអត់ស៊ីដែរពីព្រោះថាកម្រិតនៃការដែលខ្ញុំបានដាក់ tolerance ហ្នឹងគឺវាទាបអញ្ចឹងវាអត់ស៊ីទេអូខេមើលនេះបងប្អូនអូខេប៉ុន្តែបើសិនជាបងប្អូនធ្វើដោយបងប្អូនមិនបាន zoom ចូលគឺការងាររបស់បងប្អូនមើលទៅមិនមានលក្ខណៈស្អាតទេឥឡូវខ្ញុំចង់ zoom ចូលវិញខ្ញុំ zoom ឲ្យដល់កន្លែងណាដែលខ្ញុំចង់កាត់ចេញអូខេខ្ញុំយក tool របស់ខ្ញុំនេះខ្ញុំ zoom វាឲ្យតូចតបមកខ្ញុំ click បន្ទាប់មកខ្ញុំ click នៅចំកន្លែងចំណុចកណ្ដាលនេះអូខេអញ្ចឹងវានឹងបាត់អូខេយើងគ្រាន់តែ click ទេវានឹងបាត់បង់នៅពណ៌ខៀវដែលជាប់ទៅខាងក្រោយហ្នឹងហើយបងប្អូនអូខេនេះខ្ញុំអូសដល់ខ្ញុំ click សំខាន់គឺអាខាងក្នុងហ្នឹងបងប្អូនព្រោះថាយើងពិបាកក្នុងការកាត់មែនតើយើងមិនងាយនៅក្នុងការ zoom ហើយដើម្បីយកទៅកាត់ទេប៉ុន្តែបើសិនជាបងប្អូនប្រើប្រាស់ background eraser tool វិញគឺវាងាយស្រួលមែនតើគ្រាន់តែបងប្អូនយកសញ្ញាបូកហ្នឹង click ឲ្យចំពណ៌ណាដែលស្ថិតនៅក្នុងចន្លោះនៃស្លឹកឈើហ្នឹងទៅគឺបងប្អូននឹងអាចលុបវាបានហើយអូខេនេះមួយទៀតអូខេអញ្ចឹងខ្ញុំនឹង click វាតតែអស់រូបភាពនឹងតែម្ដងឲ្យតែពណ៌ខៀវគឺខ្ញុំត្រូវការលុបវាចេញអស់អូខេអញ្ចឹងវានឹងស៊ីដាច់ពណ៌ខៀវនឹងហើយនៅខាងក្រោមទៀតអូខេឥឡូវមើលនៅរូបខាងក្រោមនេះវាមានដូចជាស្លឹកឈើនេះអញ្ចឹងសួរថាត្រូវកាត់មិនគឺបងប្អូនត្រូវធ្វើការដូចជានៅខាងលើដែរគឺគ្រាន់តែ click ហើយយើងអូសតែម្ដងប៉ុន្តែបើសិនជាយើងធ្វើអញ្ចឹងយើងព្រិចមកយើងឲ្យធំទៅហើយយើងអូសម្ដងពីរដងទៅគឺវាអស់តែម្ដងយើង click ទៅបាត់តែម្ដងនេះ
ok អញ្ចឹងបន្ទាប់មកខ្ញុំចាប់ផ្ដើម click លុបនៅរូបភាពទាំងមូលតែម្ដងនេះគ្រាន់តែជាការប្រើ tool ធម្មតាទេបងប្អូនបើសិនជានៅវីដេអូដែលតាក់ទងជាមួយនឹងការកាត់តតែម្ដងគឺខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបនៅក្នុងការកាត់ដោយលឿនគឺយើងប្រើប្រាស់ advanced technique តែម្ដងគឺយើងអត់ត្រូវប្រើប្រាស់ថាគឺយើងអត់ត្រូវប្រើប្រាស់ tool ដើម្បីយកមកលុបម្ដងតិចទេគឺវាធ្វើឲ្យយើងខាតពេលមែនទេអូខេអញ្ចឹងអស់ដូចគ្នាអញ្ចឹងការប្រើប្រាស់ tool background eraser គឺមានចំណុចនេះនៅវីដេអូបន្ទាប់ខ្ញុំនឹងបង្ហាញបងប្អូនអំពីខបាទតោះណាអញ្ចឹងនៅចំណុចមួយទៀតតាក់ទងជាមួយនឹងកន្លែងនេះដែរវាមាន sampling continuous និង sampling once អូខេពីរនេះគឺជាចំណុចសំខាន់អញ្ចឹងសួរថាតើពេលណាដែលខ្ញុំគួរត្រូវប្រើ sampling continuous តើពេលណាដែលខ្ញុំត្រូវប្រើ sampling once អូខេខ្ញុំចុច F12 ដើម្បី reverse ឲ្យរូបភាពមកដូចជារូបភាពដើមវិញឥឡូវខ្ញុំយក sampling អូខេឥឡូវខ្ញុំ click យក sampling continuous ហើយ tolerance ខ្ញុំ30ហើយខ្ញុំ click បងប្អូនឃើញមានលក្ខណៈមិនឥឡូវគឺទៀតខ្ញុំ zoom មកដល់បងប្អូនឃើញ C ហ៎វា C ខ្លាំងដោយសារតែយើងដាក់ sampling continuous និង tolerance 30ប៉ុន្តែបើសិនជាខ្ញុំដាក់ sampling 1ហើយខ្ញុំដាក់ tolerance ទៀតទៅដល់ត្រឹមតែ15ទេអូខេខ្ញុំសាកម្ដងទៀតមកខ្ញុំ click បងប្អូនឃើញមានវាមិនសូវជាមានការ C ប្រហែលទេបងប្អូនណាតែពេលที่ខ្ញុំអូនចំពីលើវាក៏ដោយក៏វានៅអត់ C ដែរវា C តែពណ៌ណាខៀវដែលខ្ញុំបានដាក់ចំនេះចំ C តែម្ដងវានឹងដកចោលនៅពណ៌ទាំងអស់នេះអូខេនេះក៏ដែលខ្ញុំឧទាហរណ៍បងប្អូនជាមួយនឹងរូបភាពស្លឹកឈើប៉ុន្តែដូចជារូបមួយចំនួនដូចជាសក់របស់យើងសក់ណាដែលមានលក្ខណៈរួញដែលមើលទៅរញ៉េគឺពិបាកក្នុងការកាត់មែនតើអញ្ចឹងគឺយើងត្រូវការប្រើប្រាស់ tool ដែលមានឈ្មោះថា background eraser អូខេអញ្ចឹងនៅវីដេអូបន្តខ្ញុំនឹងបង្ហាញបងប្អូនអំពី magic eraser ដែលជា tool មួយដែលវា powerful ជាង eraser tool និង powerful ជាង background eraser tool បន្តិចប៉ុន្តែវាក៏មានផលអវិជ្ជមានមួយដែរអូខេអរគុណច្រើន